បាទសួស្តីបងប្អូនអ្នកស្នេហាវិស័យឡើងជួបគ្នាម្ដងទៀតហើយជាមួយនឹងកម្លាំងខ្យល់ហាត់ម៉ានបាទថ្ងៃនេះមានអវ៉ាន់សមែលបាទសមែលឲ្យបងទស្សនាលេងបងហើយក៏មុននិយាយពីហេតុផលខ្លះបាទសមែលនេះជាទូទៅគឺខ្ញុំមិនដែលយកមកទេបងបាទហ្នឹងខ្ញុំអត់មាននៅក្នុងស្តុកទេនេះគឺភ្ញៀវកំងទេបងបាទដោយសារទី1គឺវាថ្លៃបាទហ្នឹងហើយបើយកមកក៏កម្រមានអ្នករោគអញ្ចឹងណាបងបាទអ្នករោគអ្នកដែលលេងទល់តែអ្នកនោះគឺគាត់មានសមត្ថភាពបាទទី1គាត់ធ្លាប់លេងរបស់ធម្មតារួចហើយគាត់ក្រោយមកគាត់មកលេងរបស់ដែលវារៀងខ្ពស់អញ្ចឹងណាគុណភាពវារៀងខ្ពស់អញ្ចឹងទៅគាត់មិនអាចវិលត្រឡប់ទៅលេងធម្មតាវិញបានទេបាទគាត់នៅតែព្យាយាមរកអាប្រភេទ model នេះបាទនឹងគឺដោយសារតម្លៃវារៀងខ្ពស់ដែរបងបាទហើយនៅក្នុងកេសរបស់វាគឺមានអានេះវោះទឹកបាទអានេះឆ្នុកសម្រាប់ស្រេមូលនេះយើងមូលកន្លែងនេះបាទហើយក៏អានេះកម្របតបាទកម្របតនេះជើងបើសិនជាបងកំងបងក៏ប្រាប់ពីទំហំជើងដែរបាទវាមានជើង21និងជើង11បាទហ្នឹងហើយរឿងមីគុណនេះបងមានប៉ុណ្ណឹងបាទបញ្ហាគឺវាងាយនឹងជ្រាបទឹកបងហើយអវ៉ាន់ប្រភេទពួកនេះបាទបើយើងប្រៀបធៀបទៅបើយើងនិយាយថាវាល្អក៏វាមិនអាចល្អដូចតម្លៃរាប់ពាន់ដែរបាទសម័យអាជីពសម័យពួកនេះគេដាក់មួយនឹង rifle ព្រោះធំអាហ្នឹងវាផ្សេងទេបងបាទប៉ុន្តែប្រភេទពួកនេះយើងលេងយើងព្យាយាមទប់គម្របវាឲ្យល្អណាបងបាទគម្របបញ្ហាភាគច្រើនវាចូលទឹកគឺដោយសារគម្របឯបងហើយទី2គឺអ្នកយើងមូលបាត់បើថ្មហ្នឹងគឺភាគច្រើនគឺវាមានបញ្ហាជ្រាបតាមហ្នឹងបើសិនជាយើងដើរលេងក៏យើងគួរតែមានថង់មានអីសម្រាប់គ្របទៅលើតិចទៅបាទមិនថាសម័យណាក៏ដោយសម័យណាដែរបងបាទហ្នឹងហើយលើកលែងតែប្រភេទ rifle ធំអាហ្នឹងខ្ញុំអត់ដឹងទេបងបាទប៉ុន្តែសម្រាប់ឧបករណ៍លេងសัตว์ស្លាបលេងសัตว์អីដូចបោះពួកយើងនេះគឺការពារល្អជាងព្យាបាលបាទតែខូចហើយគឺខូចអីផ្សេងយើងអាចមានវិធីខ្លះណាបងបាទប៉ុន្តែបើចូលទឹកហើយគឺចប់ហើយបងមិនអាចមិនងាយទេបាទទោះបើសិនជាយើងដាក់5ថ្ងៃទៅវាជាតិស្អាប់យើងចូលតិចតួចវាជ្រាបតិចតួចអត់អីទេតែបើចូលខ្លាំងហើយជាតិស្អាប់នឹងវាក្រាស់ដែរយើង5ថ្ងៃទៅវាអត់ស្ងួតហ្នឹងហើយគឺវាចប់ហើយធ្វើអីមិនចាញ់ទេបងបាទហ្នឹងហើយព្រោះរេដារបស់វាគឺអត់មែនជាប្រភេទបាញ់លេសឺជួបអញ្ចឹងទេបងវាអត់ជួបអញ្ចឹងទេវានៅលើកញ្ចក់អញ្ចឹងបើសិនជាយើងចូលទឹកទៅហើយយើងយកដៃទៅជូតទៅអីយើងយកថ្នាំជូតលើរ៉ាដារបស់វាគឺអាលីខ្យល់ហ្មងបងបាទវាដូចជាទឹកប៊ិចដែលអាចលុបបានអញ្ចឹងបាទហ្នឹងហើយចង់អត់មានអីច្រើនទេបងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណឹងជួបគ្នាក្នុងវីដេអូក្រោយកុំភ្លេចចុច like ចុច subscribe ផងបាទអរគុណច្រើនបាយបាយ